ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោកដែលក្រុងនឹងធ្វើឡើងនៅថ្ងៃទី17ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025នៅខេត្តព្រះសីហនុគឺជាការលើកស្ទួយគុនខ្មែរមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិរួមទាំងគោលដៅសំខាន់មួយចំនួនទៀតនេះគឺជាការគោលបញ្ជាក់របស់ឯកឧត្តមខៅឆៃអគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិក្នុងឱកាសសន្និសីទសារព័ត៌មាននៅអគារពហុពាណិជ្ជកម្មជីបម៉ុងរាជធានីភ្នំពេញឯកឧត្តមខៅឆៃជំរាបជូនថាព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកឆ្នាំ2025នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់សហព័ន្ធគុនខ្មែរអន្តរជាតិនៅក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកដ៏មានសក្តានុពលនិងវិសាលភាពដ៏ធំធេងមួយដែលកាត់មានឡើងក្នុងយុគសម័យតេជោធិបតីសន្តិភាពនាពេលនេះព្រឹត្តិការណ៍នេះបានរៀបចំឡើងក្រោមកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកនិងការឧបត្ថម្ភគាំទ្រការរៀបចំព្រឹត្តិការណ៍ទាំងស្រុងរបស់អ្នកឧបត្ថម្ភផ្ដាច់មុខរបស់យើងគឺក្រុមហ៊ុនខ្មែរ Beverages ការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនខ្មែរ Beverages បានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការជំរុញលើកស្ទួយកីឡាប្រដាល់គុនខ្មែរប៉ុណ្ណោះទេប៉ុន្តែក៏ក្នុងការលើកតម្កើងមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិផងដែរគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកនេះរួមមាន 1. ដើម្បីលើកស្ទួយការអភិវឌ្ឍសមត្ថភាពរបស់អត្តពលិកនិងវិជ្ជាជីវៈរបស់មន្ត្រីបច្ចេកទេសដើម្បីជំរុញការដាក់ប្រទេសកម្ពុជាជាគោលដៅនៃទីតាំងរៀបចំព្រឹត្តិការណ៍កីឡាសំខាន់នៅអាស៊ីដើម្បីបង្កើនមិត្តភាពសាមគ្គីភាពនិងការទូតកីឡាក្នុងចំណោមប្រទេសដែលចូលរួមប្រតិភូនិងប្រទេសដែលចូលរួមមាន28ប្រទេសដែលបានបញ្ជាក់ពីការចូលរួមរបស់ខ្លួននិងអាចនឹងកើនឡើងច្រើនជាង30ប្រទេសមកពីទ្វីបអាស៊ីអឺរ៉ុបអាមេរិកអូសេអានីនិងអាហ្វ្រិកចំពោះកម្មវិធីប្រកួតគ្រងនឹងរៀបចំកម្មវិធីបើកនៅថ្ងៃទី17ខែធ្នូឆ្នាំ2025អមដោយការសម្ដែងសិល្បៈរបាំចម្រៀងនិងការសម្ដែងក្បាច់គុនបុរាណខ្មែរផងដែរការប្រកួតលក្ខណៈសមចិត្តពេញវ័យវគ្គជំរុះនិងការប្រកួតអាជីពកម្រិតខ្ពស់ដណ្ដើមខ្សែក្រវ៉ាត់ជើងឯកគុនខ្មែរពិភពលោក2គូរៀងរាល់ថ្ងៃសរុប8គូដោយកីឡាករជួរមុខកម្រិតខ្ពស់របស់កម្ពុជា8នាក់ប្រកួតជាមួយកីឡាករអាជីពកម្រិតខ្ពស់មកពីបណ្ដាប្រទេសនានាបន្ថែមពីលើនេះឯកឧត្តមខៅឆៃសង្កត់ធ្ងន់ថាចំពោះសារៈសំខាន់សម្រាប់កម្ពុជាគឺព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងកិត្តិយសកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិជាទឹកដីកំណើតរបស់គុនខ្មែរជាគោលដៅទេសចរដ៏សម្បូរបែបនិងឈានមុខគេជាម្ចាស់ផ្ទះដែលមានសមត្ថភាពក្នុងការផ្ដល់នូវបដិសណ្ឋារកិច្ចនិងការរៀបចំព្រឹត្តិការណ៍កីឡាស្តង់ដារអន្តរជាតិបង្ហាញពីការទទួលស្គាល់យ៉ាងទូលំទូលាយជាសកលនៃកីឡាប្រដាល់គុនខ្មែរតាមរយៈការចូលរួមពីបណ្ដាប្រទេសសមាជិកជាច្រើនដែលពុំធ្លាប់មានពីមុនមក